នេះគឺជាសកម្មភាពដែលខ្ញុំធ្វើដំណើរទៅកោះមួយបងប្អូនហើយយើងធ្វើដំណើរតាមរយៈផ្លូវល្បឿនលឿនដើម្បីចំណេញពេលវេលាហើយនិយាយពីថាទេសភាពស្អាតខ្លាំងណាស់មើលផ្កាដោះតាមដងផ្លូវតែម្ដងហើយអ្វីដែលខ្ញុំមិនអាចភ្លេចបាននោះគឺឆ្លៀតថតរូបខ្លួនឯងថតវីដេអូអីចឹងទៅប៉ុន្តែថតលក្ខណៈឆ្លៀតហ្នឹងណាពេលចូលបន្ទប់ទឹកហ្នឹងទៅលើក selfie បន្តិចៗចឹងទៅហើយនៅក្នុងឡានក្នុងអីហ្នឹងក៏ឆ្លៀតថតខ្លួនឯងបន្តិចៗចឹងណាព្រោះអីយើងមានពេលច្រើនក្នុងការថតនោះទេហើយបើនិយាយពីទេសភាពវិញគឺថាស្រស់ស្អាតខ្លាំងមែនទែនហ្មងយើងជិះពេដាយើងមើលឃើញព្រៃភ្នំព្រឹក្សាដូចអណ្ដែតចេញមកហ្មងណាគឺថាស្អាតមែនទែនហើយយើងជិះចិត្តទៅវាឃើញធំហ្មងអូនិយាយពីថាធ្វើឲ្យអារម្មណ៍របស់យើងនឹងវាបាត់ហេវហត់យកតែម្ដងណាចាំមិនថាទេសភាពនៅស្រុកខ្មែរស្អាតមែនទែនហើយនេះយើងមកដល់ស្ពានដូចជាស្ពានអំបិលអីគេមិននោះហើយដល់ពេលធ្វើដំណើរតាមផ្លូវងាកមើលមកបងប្អូនអើយពពកឡើងខ្មៅចង់ថាអូនឹងតែភ្លៀងហើយមេឃនេះតែមិនដឹងថាភ្លៀងនៅឯណាទេមិនដឹងថាភ្លៀងនៅលើភ្នំឬក៏ភ្លៀងពេលដែលយើងឡើងជិះទូកឬក៏ភ្លៀងនៅណាតែនិយាយអត់តាន់ផុតពីមាត់ទេអ្នកនរគឺភ្លៀងតាមផ្លូវយកតែម្ដងហើយភ្លៀងខ្លាំងមែនតើណាអានេះវាអត់តាន់ភ្លៀងខ្លាំងហ្មងឯងបន្តិចទៀតមុនហ្នឹងគឺថាភ្លៀងឡើងល្ងឹតឡើងល្ងឹតមេឃហ្មងឡើងល្ងឹតមេឃអត់ឡើងល្ងឹតឡានអ្នកនរគ្នាមើលអត់ឃើញទេល្ងឹតមែនតើហ្មងហើយអញ្ចឹងយើងធ្វើការដំណើរនេះគឺថាប្រុងប្រយ័ត្នមែនតើបងប្អូនទាំងអស់គ្នាហើយដល់ពេលយើងមកដល់កន្លែងផែណាចាគឺថាភ្លៀងប្របីប្របាច់អូទេសភាពគឺថាវាប្រផាច់តែម្ដងណាហើយខ្ញុំនេះក៏មិនភ្លេចនឹងការលើក selfie ខ្លួនឯងម្ដងទៀតដែរដើម្បីឲ្យមើលសកម្មភាពអ្នកមានជាការឡាត់ខោឡាត់ជើងខោសក់អីហ្នឹងខំគៀបយ៉ាងពីយប់ដល់ពេលចុះឡើងនេះពាក់អាវខែវដើម្បីកុំឲ្យវាត្រូវទឹកទៅវាសំពងអីចឹងណាបងប្អូនគឺថាពាក់ការពារកុំឲ្យត្រូវទឹកភ្លៀងហើយអើយនិយាយពីថារករាក់មែនតែនហើយនេះវិញយកនេះទូរស័ព្ទទៅដាក់នៅគូតឡានរបស់គេហ្នឹងឆ្លៀតថតឲ្យអ្នកទាំងអស់គ្នាមើលគឺវាថាវាដូចលក្ខណៈថាវាបាក់ប៊ីអូយហើយនេះគឺឆ្នេរអ្នកគ្នាវាល្ងឹតចឹងវាអត់សូវស្អាតទេព្រោះអីពេលដែលទឹកសមុទ្រណាពេលដែលមេឃភ្លៀងឬក៏មេឃសតុំអីហ្នឹងគឺវាអត់ស្អាតទេតោះតែមេឃបោកថ្ងៃអានវាមើលមកវាឃើញលក្ខណៈថាពណ៌ខៀវស្រងាត់ស្អាតអីចឹងទៅតែពេលមេឃចឹងគឺពណ៌ដូចទឹកទន្លេចាហើយតែនេះតែមកអង្គុយចាំគ្នាដើម្បីមកឲ្យបានជុំគ្នាទាំងអស់គ្នាតែមកមិនឡើងទុកចេញដំណើរទៅចឹងណាហើយអាឃ្លីបចុងក្រោយនេះបងប្អូនទាំងអស់គ្នាអត់មានអីច្រើនទេសអង្គុយស្ញែងដាក់កាមេរ៉ានឹងអាចនិសាយយើងអង្គុយចាំគ្នាទៅវារៀងអបសក់ហ៎ដល់អញ្ចឹងមិនមានធ្វើអីបងប្អូនណាដាក់កាមេរ៉ាថតគ្រប់ជ្រុងដឹងប្រហែល100ឃ្លីបទេថតអែសក់ថតអស់វាចុះឡើងទៅ selfie ហើយនិយាយពីថាកាច់រឹកកាច់រៀងក្នុងកាមេរ៉ាហ្នឹងណាដូចខ្លួនឯងជាស្រីស្អាតម្នាក់មួយអូអង្គុយចាំទូកហ្នឹងហើយប្រចាំគ្នាហើយអបសក់សោះហ្នឹងណានេះចាំបដាមិនជាការថតរូបលេងបដាណាអើយនិយាយពីថាមនុស្សចូលចិត្តថតរូបទៅណាមកណាឃើញតែថតរូបអីចឹងទៅអូនេះឥឡូវមកកាច់តាគៀបកាច់បូកាច់សក់ទាញសក់ដាក់នៅកាមេរ៉ាថាអូខ្ញុំស្អាតទេបងប្អូនទាំងអស់គ្នាជួយទស្សនាមើលអូស្អាតខ្លាំងណាស់ចាបានវ៉ាលីហ្នឹងបងប្អូនគេដាក់ទូរស័ព្ទនៅវ៉ាលីតាដាក់វ៉ាលីមកថតបានខ្លួនឯងឆ្លៀតបានខ្លួនឯងគេធ្វើមើលម៉ោងហ្នឹងហើយវីដេអូនេះអត់មានអីច្រើនទេបងប្អូនទាំងអស់គ្នាហើយក៏វីដេអូនេះក៏ចប់ត្រឹមតែប៉ុណ្ណាចុងក្រោយ selfie ស្ញាញ់មកកាមេរ៉ាតាឯងហ្នឹងបងប្អូន